Rừng xua sau đây bong ôn chỉ tập hiệp niệm hài trong chăn nắm bị bọn nó hay pram hay tập hiệp đấy cái hai ta tập hiệp thẻ áp chẳng ní chỉ rôm bả lại bọc nhóm đã chúng tôi ta phơi mấy hay cả này chúng đam là lỡ space space nhánh được space nhánh space space không ai space ha nó được có 20 dạng tiết hai thập trong hai thập ba sẽ đi hay cônนี่คือខ្ញុំដាំសាច់ឆាបងប្អូននៅពេលដែលយើងប្រមូលផលអានេះរួចសាច់ឆាធំហ្មងគឺយើងដាំសាច់ឆាវិញដល់ពេលអានោះគឺជាប្រភេទខ្ទឹមខ្យល់មើលខ្ទឹមខ្យល់អានេះខ្ញុំបដោះក្របអញ្ចឹងខ្ញុំយកមកដោតអញ្ចឹងដូចគ្នាដល់ពេលដែលខ្ញុំប្រមូលផលរួចគឺខ្ញុំបាននៅខ្ទឹមខ្យល់ហើយនឹងបាននៅសាច់ឆាទៀតហើយត្រឡប់មកនេះវិញនេះគឺសតជាកូនឆៃថៅដែលខ្ញុំយកមកសាបនិងទីនេះក៏ជាកូនឆៃថៅដែរតែខ្ញុំនាំបងប្អូនមកមើលមួយទៀតនេះគឺជាមើមខ្ទឹមសខ្ញុំបានដាំមើមខ្ទឹមសនេះកាលពីចុងខែ10ដើមខែ11មកដល់ពេលនេះវាមានរយៈកាលប្រហែលជា10ថ្ងៃជាងហើយយើងគិតថាថ្ងៃទី1នៃខែ11ចុះអញ្ចឹងវាដល់ប្រឡូកមកនេះខ្ញុំដាំកម្រិតគ្នានេះប៉ុណ្ណេះកម្រិតគ្នា3ទឹកអញ្ចឹងអានេះដោះល្អមានដំណោះល្អតែផ្សេងទៀតដូចជាមិនតាន់ឃើញមកទេមកប្រហែលបានជា10ដើមខ្ញុំធ្វើការសាកលបងដាំដែរទេនៅក្នុងការដាំនៅក្នុងខែត្រជាក់នេះទី1គឺវាចំណេញទឹកទី2គឺអាកាសធាតុអំណោយផលឲ្យមើមខ្ទឹមនេះគឺវាចាប់ផ្ដើមមានមើមប៉ុន្តែខ្ញុំអត់ទាន់ហ៊ាននិយាយទេដោយសារតែខ្ញុំគឺសាកល្បងដាំលើកទី1ដែរអញ្ចឹងបើសិនជាខ្ញុំដាំជោគជ័យខ្ញុំនឹងធ្វើការបញ្យល់បងប្អូនបន្ថែមពីការដាំខ្ទឹមសនេះនៅផ្ទះតែខ្លួនឯងអូខេអរគុណច្រើនបងប្អូន